Hello សួស្តីបងប្អូនទាំងអស់គ្នា Welcome back វីដេអូទី11ឯណាបងថ្ងៃហ្នឹងអត់ទៅឥឡូវនេះមកមើលខ្ញុំថាខ្ញុំហ្នឹងពងធ្វើម្ហូបអីគេហើយនេះគឺជាសកម្មភាពខ្លះមុននឹងចាប់ដើមធ្វើម្ហូបបើបងចង់បានទឹកជ្រលក់បែបនេះអីអាចតាមដានវីដេអូបានថាខ្ញុំដាក់អីគេខ្លះបានទឹកជ្រលក់តំណងម្លេះហើយឥឡូវគឺយើងមកធ្វើការណែនាំយើងមានត្រី2បងអញ្ចឹងត្រីមួយទុកដាំបាយដាក់ទៅធ្វើការព្រឹកហើយត្រីមួយទៀតយើងធ្វើញ៉ាំឥឡូវហើយនេះក៏ជាបន្លែរបស់យើងអញ្ចឹងបងហើយយើងមកធ្វើការលាងបន្លែយើងឲ្យស្អាតយើងចិត្តវាហើយវាដាក់ត្រាំទឹកវាមកសបកមកចាំយើងស្រង់វាអញ្ចឹងបងយើងធ្វើការហែកលាងវាអញ្ចឹងមកសួរយើងដាក់ត្រាំទឹកដើម្បីត្រាំមួយអំបិលកាត់មេរោគអីចឹងកុំឲ្យវាមានតកៅមានអីនៅក្នុងនឹងយើងដាក់អំបិលទៅវាជួយសម្លាប់មេរោគដែរអញ្ចឹងនេះគឺការលាងបន្លែបែបហ្នឹងបងខ្ញុំលាងហើយបន្ទាប់មកខ្ញុំលាងត្រីហើយខ្ញុំមកធ្វើការកាត់ត្រីដែរបងនេះយើងកាត់ត្រីចឹងមកចកោតវាមកដើម្បីប្រឡាក់គ្រឿងទៅវាចូលជាតិចឹងបងគឺធ្វើការចកោតវាតិចមកបន្ទាប់មកទៀតចាំយើងទៅលាយគ្រឿងហើយប្រឡាក់ត្រីយើងបងគឺយើងធ្វើការប្រឡាក់វាដាក់អំបិលទីស្ករប៊ីចេងតិចទៅបានឲ្យបងកុំដាក់ច្រើនពេកដោយសារយើងត្រូវធ្វើទឹកជ្រលក់ញ៉ាំជាមួយវាបន្ទាប់មួយបន្លែអញ្ចឹងយើងកុំធ្វើឲ្យត្រីយើងហ្នឹងមានគ្រឿងដិតពេកអញ្ចឹងយើងដាក់វាតិចទៅបានហើយគ្រាន់តែឲ្យវាធំគ្រឿងកុំឲ្យត្រីយើងមានក្លិនឆ្អាបទៅបានហើយបងហើយឥឡូវនេះខ្ញុំមកធ្វើការដាក់ដាំទឹកហើយយកទៅឲ្យយើងមកចំហុយគឺខ្ញុំចំហុយបែបហ្នឹងបងបន្ទាប់មកទៀតចាំយើងទៅធ្វើការស្រង់បន្លែយើងឲ្យសោះទឹកបន្ទាប់ពីបន្លែសោះទឹកហើយខ្ញុំនឹងមកធ្វើទឹកជ្រលក់បន្តគឺខ្ញុំចិញ្ច្រាំខ្ទឹមពេលយើងចិញ្ច្រាំខ្ទឹមរួចយើងយកវាទុកម្លែកសិនបន្ទាប់មកចាំយើងទៅបុកសណ្តែកដីបន្តទៀតបងគឺបុកអញ្ចឹងមកបុកឲ្យវារៀងម៉ត់តិចមកដើម្បីងាយស្រួលញ៉ាំអញ្ចឹងបងបន្ទាប់មកទៀតខ្ញុំក៏មានហាន់លខ្ទឹមទុកដែរបងដើម្បីពេលដែលយើងធ្វើទឹកជ្រលក់ហើយយើងបង់លខ្ទឹមចូលជាមួយនឹងទឹកជ្រលក់យើងអញ្ចឹងបងហើយអានេះគឺថៃចំហុយរបស់យើងបានឆ្អិនហើយបងតែឥឡូវយើងមកធ្វើទឹកជ្រលក់របៀបធ្វើទឹកជ្រលក់របស់ខ្ញុំងាយខ្ញុំអត់មានស្ករពាងទេតែខ្ញុំដាក់ស្ករសអញ្ចឹងបងកូរតាមនឹងមកបន្ទាប់មកដាក់កូរជាមួយខ្ទឹមឲ្យឈ្ងុយមកបងពេលយើងកូរខ្ទឹមយើងឈ្ងុយហើយយើងថែមទឹកត្រីតិចមកបងហើយធ្វើការដាក់ម្ជូរបន្តិចមកដើម្បីឲ្យវាមានជាតិជូរអញ្ចឹងព្រោះឲ្យយើងធ្វើទឹកត្រីផ្អែមបងអញ្ចឹងហើយយើងដាក់វាឲ្យមានរសជាតិដិតតិចមកដើម្បីឲ្យផ្ទាប់ជាមួយបន្លែហើយនឹងត្រីវាចូលជាតិគ្នាអញ្ចឹងបងនេះគឺទឹកជ្រលក់របស់ខ្ញុំធ្វើហើយអត់មានគ្រឿងអីច្រើនទេមានតែប៉ុណ្ណឹងបងអាចធ្វើញ៉ាំបានទេតែប៉ុណ្ណឹងហើយឥឡូវមកធ្វើការញ៉ាំជាមួយនឹងខ្ញុំគឺថាជាតិមែនតើបងអើយដៃតម្រង់ទៅ